ជំរាបសួរអ្នកដាំតរ៉េនទាំងអស់ជាពិសេសអ្នកធ្វើកសិកម្មផ្នែកដំណាំតរ៉េនខ្ញុំធ្វើបទបង្ហាញឬក៏បង្ហាញជូនបងប្អូនដែលអ្នកខ្លះដាំតរ៉េនទៅឆេះស្លឹកខ្លោចស្លឹកហើយរិចបញ្ហាទាំងអស់ហ្នឹងជាដំណោះស្រាយឥឡូវខ្ញុំប្រាប់វិធីក្នុងការដោះស្រាយដើម្បីឲ្យតរ៉េនហ្នឹងវាដំណើរការឡើងវិញរស់ហើយបានល្អជាធម្មតាតរ៉េនរបស់យើងក្នុងដាំលក្ខណៈដំបូងហើយលក្ខណៈគូសាទូតាចហ្នឹងជាទូទៅភាគច្រើនមកជាពលរដ្ឋគាត់មិនយល់គាត់អត់ចេះពេលដែលឈឺវាមិនដឹងដោះស្រាយយ៉ាងម៉េចងាប់ទៅឥឡូវខ្ញុំប្រាប់កលឹះទាំងអស់ហ្នឹងដើម្បីជាដំណោះស្រាយឲ្យបងប្អូនយកទៅធ្វើបងប្អូនមើលស្លឹកវាណាស្លឹកនេះខ្ញុំទឹមថតនេះខ្ញុំជាបាលបានមួយខែហើយមួយខែជាងហើយប៉ុន្តែខ្ញុំទឹមធ្វើវីដេអូថតឲ្យបងប្អូនមើលដែលវាមានលាស់ត្រួយបន្តិចៗឲ្យដំបងខ្លាំងណាស់បងប្អូនអង្គគេស្លឹកដែរស្លឹកនេះវាឆេះ 100% ហើយទៅឃើញចេះដែរនេះស្រួលខ្ញោកបែបអញ្ចឹងណាស្លឹកវារឹងមានន័យថាប្រព័ន្ធឫសវាត្រូវរលួយអស់ហើយឥឡូវធ្វើយ៉ាងម៉េចដើម្បីព្យាបាលបងប្អូនឃើញវាបាច់ត្រួយឡើងដែរនឹងវាជាហើយវានេះឡើងវិញឥឡូវខ្ញុំគាត់ធ្វើបទបង្ហាញទេហើយការលូតលាស់របស់វានៅពេលដែលវាជាក៏មិនមែនលូតមកទាំងអស់ដែរធម្មតាវាលូតមុនក្រោយគ្នាឥឡូវខ្ញុំបង្ហាញពីការព្យាបាលតើព្យាបាលរបៀបយ៉ាងម៉េចនៅពេលដែលតរ៉េនបងប្អូនទិដ្ឋភាពបែបចេះឲ្យលួយឬហើយវាជំងឺហើយបងប្អូនហាមផ្ដាច់កុំយកជីទៅដាក់បន្ថែមអាហ្នឹងទៅស្រុកទៅស្រែហើយនៅពេលដែលយើងដាក់ជីទៅវាអត់បានរុះទេព្រោះវាអត់មានលទ្ធភាពមកស៊ីជីបងប្អូនដាក់ទេវាឫសវាអំបោះហ្នឹងលួយអស់ហើយនៅតែឫសធំទេអញ្ចឹងបងប្អូនមុននឹងធ្វើការដាក់ជីបងប្អូនត្រូវព្យាបាលសិនឥឡូវខ្ញុំប្រាប់វិធីព្យាបាលបើសិនតែផ្លឹកតរ៉េនបងប្អូនលឿងទាំងអស់ហើយជ្រុះអស់អត់ហួសពេលទេបងប្អូនត្រូវកាយប្រព័ន្ធឫសនេះបងប្អូនត្រូវកាយដីហ្នឹងកាយទាល់តែចេញឫសពេលបងប្អូនកាយចេញឫសហើយបងប្អូនចាក់ត្រៃកូដឺម៉ាហើយនឹងថ្នាំបដិឫសចាក់ចូលបន្ទាប់មកបងប្អូនត្រូវបាច់កបោសទៀតលក្ខណៈព្យាបាលអញ្ចឹងខ្ញុំចង់ប្រាប់បងប្អូនថានឹងរុះស្លឹកអស់មកតែបើវានៅស្លឹកចេះបងប្អូនកុំធ្វើអញ្ចឹងមិនបាច់កាយគល់ទេបងប្អូនយកកបោសបាច់សិនកបោសបាច់ទំហំបរិវេណដែលយើងលើកជាទួលនេះប្រហែលជា4ក្តាប់ដៃយើងក្តាប់ដៃប៉ុណ្ណឹងបងប្អូនដាក់4ក្តាប់ដៃទៅបាច់ជាផ្សែងទៅហើយបងប្អូនបាញ់ទឹកទោះបីដើប្រាំងដើផ្សាដោយនៅពេលដែលយើងបាច់ហើយវាក្រភ្លៀងក៏វាអត់ប្រសិទ្ធភាពដែរអញ្ចឹងបងប្អូនបាច់ហើយបាញ់ទឹកទៅកបោនឹងជ្រាបចូលអស់ជាធម្មតាមួយខែបានដីនឹងវាមកសភាពដើមវិញអញ្ចឹងយើងបាច់ដល់មួយខែទេបើបងប្អូនត្រូវការបញ្ញាប់ចង់ឲ្យវាលូតលាស់ជាពិសេសនៅដើវសាហើយបើដើប្រាំងពេលដែលវាឆេះស្លឹកខ្លោចស្លឹកឬក៏វាលឿងឡើងចេះយើងធ្វើការព្យាបាលយឺតណាស់អញ្ចឹងដល់ដើវសាស្រួលវាមានសំណើមពីបរិយាកាសយើងបាច់កបោសឲ្យអស់រយៈពេល1សប្តាហ៍ទៅបងប្អូនត្រូវចាក់ត្រៃកូដឺម៉ាហើយនឹងថ្នាំបដិឫសចាក់នឹងរបៀបយ៉ាងម៉េចចាំខ្ញុំធ្វើឲ្យបងប្អូនមើលតើវិធីចាក់នឹងរបៀបយ៉ាងម៉េចហើយចាក់ហើយនៅស្លឹកចេះយើងអាចបាញ់ថ្នាំបានតែបើវារោយស្លឹកអស់ឬក៏ស្លឹកវាលឿងទាំងអស់ហើយមានន័យថាយើងបាញ់ក៏អត់ប្រសិទ្ធភាពដែរវាលែងបឺតស្រូបហើយតែស្លឹកប៉ុណ្ណេះយើងនៅបាញ់ទៅវាបឺតស្រូបបានថ្នាំដែលយើងបាញ់ទៅអញ្ចឹងបាច់កបោសហើយបងប្អូនចាក់មកសប្តាហ៍ក្រោយបងប្អូនលាយត្រៃកូដឺម៉ាហើយនឹងថ្នាំបដិឫសចាក់ចូលទៅ
ឥឡូវខ្ញុំនឹងធ្វើបង្ហាញឲ្យបងប្អូនមើលតើវិធីការដាក់នឹងធ្វើយ៉ាងម៉េចជាដំបូងយើងត្រូវមានទឹកនឹងមកនេះត្រៃកូរ៉ាម៉ានេះថ្នាំបដោះឬថតផងកាន់ផងវារំបាកបងប្អូនគួរតែព្យាយាមមើលទៅណាយើងមិនអ្នកធ្វើវីដេអូអី YouTube អីទេគ្រាន់តែការចែករំលែកហើយតរ៉េននៅពេលដែលវាបញ្ហាឬនឹងច្បាស់ជាដីនឹងមានបញ្ហាហើយបងប្អូនត្រូវមានអានេះមួយអានឹងគេហៅដុកទ័រដីមកនេះ pH មកនេះ G អញ្ចឹងបងប្អូនត្រូវពិនិត្យទៅដីនេះយើងដោតចឹងចាពេលតរ៉េនមានបញ្ហាច្បាស់ជាដីយើងមានបញ្ហាហើយអញ្ចឹងយើងមានអាហ្នឹងអ្នកដាំដុះទាំងអស់មិនថាដាំប្រមាណដើមក៏មានដែរហើយតម្លៃមិនថ្លៃទេឥឡូវនេះពិនិត្យ pH បងប្អូនឃើញទេដីខ្ញុំនេះរៀងប្រៃបន្តិចនឹងត្រូវបាច់កសម្ដងទៀត7ជាងបន្តិចអាហ្នឹងវា7ឬក៏6កន្លះឬក៏5កន្លះអូខេសម្រាប់ដំណាំតរ៉េនកម្រិតដីវាមានន័យថាវាអត់ជូរអត់ប្រៃអញ្ចឹងវា7ចុចបន្តិចនេះមានន័យថាប្រៃបន្តិចហើយបើវាមក5 4កន្លះ3កន្លះដាំអត់បានទេដីនឹងជាតិជូរខ្លាំងអញ្ចឹងដីនេះយើងត្រូវបាច់កបោសទៀតប៉ុន្តែខ្ញុំជាបាសខ្ញុំបានវាស់ដោយសារយើងការងារច្រើនណាយើងចង់ប្រាប់កលឹះបងប្អូនអញ្ចឹងយើងត្រូវមានអាហ្នឹងហើយតបមកយើងពិនិត្យជីណាទេមកជារបស់ខ្ញុំចង់ខូចនេះហើយនិតជីគាត់មានដែរទុកចោលយូរមែនទេ pH ខូចហើយយូរហើយកាច់កងតាដើរទេដើរមានជីបងប្អូនអត់ទេប៉ុនកងតានឹងមិនទេឥឡូវណាជីមានណានៅ pH សិនអូ pH ក៏ត្រូវដែរ6ជាងប៉ុន្តែការនឹងវាចង់ខូចហើយយូរប្រហែលឆ្នាំខ្ញុំអត់ថែផងសំទោសដែររឿងហ្នឹងឥឡូវខ្ញុំធ្វើបង្ហាញអំពីការដាក់ស្រោចគួលដំណាំតរ៉េនហ្នឹងហើយក្នុងការជាបាឬវាទឹកហ្នឹងចំនួនប្រហែល10លីត្រទឹក10លីត្រអានេះត្រៃកូរ៉ាម៉ាបងប្អូនទិញអីទិញទៅណា1 2នេះឆ្នាំបដោះឬបងប្អូនទិញអីទិញទៅបាទខ្ញុំប្រើអាហ្នឹងមានគុណភាពល្អណាហើយតម្លៃវាក៏ធូរដែរកាលពីមុនខ្ញុំប្រើរបស់ថៃ$40ឯណោះ1គីឡូឥឡូវឈប់ទិញហើយវាថ្លៃពេកអានេះតម្លៃធូរបងប្អូនដាក់ម៉ាលព្រាពេញមកបានអត់ពេញណាខ្ញុំដាក់គិតថាម៉ាលព្រាចោះ2ដងហ្នឹងប៉ុណ្ណឹងបន្ទាប់មកយើងយកទៅចាក់ទៅប៉ុនគោផងខ្ញុំគងដៃវាបាក់ថតយើងកុំគងដៃដូចខ្ញុំអញ្ចឹងខាយវាប៉ះពាល់សុខភាពណាយើងចាក់អញ្ចឹងមកណាឥឡូវខ្ញុំប្រាប់ពីអំឡុងពេលចាក់តរ៉េនដែលមានបញ្ហាឬពេលតរ៉េននឹងឈឺខ្លាំងរុះស្លឹកអស់បងប្អូនត្រូវចាក់ថ្ងៃហ្នឹងហើយ3ថ្ងៃក្រោយបងប្អូនត្រូវចាក់ម្ដងទៀតលាយដូចគ្នាអញ្ចឹងហើយអំឡុងពេលចាក់នេះពេលចាក់ថ្នាំបដោះឬហើយនឹងព្យាបាលហ្នឹងបងប្អូនត្រូវដាក់ទឹកឲ្យបានគ្រប់គ្រាន់កាលណាទឹកសំណើមខ្វះហើយវាធ្វើការរឹសនឹងដើម្បីចេញពន្លកចេញមកឬសារថ្មីហ្នឹងតរ៉េនហ្នឹងទូងាប់មកខ្វះទឹកអញ្ចឹងដាក់ទឹកឲ្យបានគ្រប់គ្រាន់អំឡុងពេលដែលព្យាបាលរឹសហើយទឹកទៀតបងប្អូន
បងប្អូនកាន់តែយកបាញ់ខ្ញុំអត់និយាយពីដាក់ទឹកចឹងអាក្បាលព្រុសពឹសហ្នឹងណានៅពេលដែលសពាតទឹកយើងរុញមកខ្សោយឆ្ងាយអីវាចេញពីនឹងទៅបានប្រហែលកន្លះម៉ែត្រទេទឹកធ្លាក់វាអត់បាច់សាច់បានទំហំធំទេមានន័យថាឬវាក៏មិនងាយដើរបានល្អដែរអញ្ចឹងការដាក់ទឹកសំខាន់ណាស់បងប្អូនត្រូវដាក់អាក្បាលយើងឬក៏យើងបាញ់ដៃបាញ់ឲ្យសពទំហំផ្ទៃដីដែលប្រព័ន្ធឬវាលូតលាស់ទៅដល់ជាពិសេសគ្រប់សយាបមេឃហ្នឹងអាហ្នឹងយើងធ្វើការបាញ់ទឹកហ្នឹងយើងមិនសំដៅទៅលើបងប្អូនដាក់មួយថ្ងៃប្រហែលដងទេអត់សំខាន់ទេសំខាន់បងប្អូនមើលដីទៅបើសិនតែដីនឹងវាឡើងពោហើយមានន័យថាលើសទឹកហើយអញ្ចឹងបាញ់មួយថ្ងៃម្ដងមួយថ្ងៃក៏បានដែរហើយយើងមើលដីទៅបើដីវាស្ងួតខ្លាំងបងប្អូនដាក់ឲ្យគៀកជានឹងតិចទៅកុំកម្រិតឆ្ងាយអញ្ចឹងមើលឋានភាពដីហើយអាប្រព័ន្ធរឹសរបស់វានេះបើសិនជាខែភាសាបងប្អូនគួរតែយកស្មៅចេញកុំឲ្យវាសំណើមខ្ពស់វាធ្វើឲ្យមានមេរោគហើយខែប្រាំងបងប្អូនគួរតែទុកស្មៅទុកអីទៅដើម្បីឲ្យវាមានសំណើមនៅក្នុងដីហ្នឹងហើយប្រព័ន្ធគួរឬតរ៉េននេះបងប្អូនធ្វើបានល្អគួរតែរកកតិចឈើគេធ្វើផ្ទះធ្វើអីឬក៏អង្កាមអីបើអង្កាមសូវល្អមែនទេដោយសារវាអត់ជាតិជីហើយតរ៉េននេះវាមិនមែនស៊ីស្អុយរលួយទេវាត្រូវការកពុកឈើផុយហើយជីបងប្អូនដាច់ខាតកុំឲ្យដាក់អំឡុងពេលព្យាបាលឬហើយវាចេញមកលើកទី1ដែលត្រួយចេញមកអញ្ចឹងបងប្អូនអត់ទាន់ដាក់ជីទេចាំមកត្រួយលើកទី1នឹងវាចាស់អស់ចាស់ហើយត្រួយនឹងដាច់ខាតវាចេញមកស្រស់ទេលើកទី1នឹងគឺអាខ្លះវាទៅបាច់តិចតួចអញ្ចឹងទៅអាក្រោមនឹងវាចេញមកអញ្ចឹងមកវាចាស់អានឹងហើយដល់ពេលអាត្រួយលើកទី1នឹងវាចាស់ស្លឹកហើយវាចេញត្រួយម្សាទៀតបងប្អូនត្រូវដាក់ជីទៅអានឹងដាក់បានហើយលើកទី2មកវាចេញបានមួយកណាត់ដល់ពេលចេញលើកទី3ចេញដល់កពូលខាងលើហើយខ្ញុំនឹងថតបង្ហាញដែលខ្ញុំជាបាលជាទៅហើយវាចេញរបៀបយ៉ាងម៉េចឥឡូវខ្ញុំនិយាយពីការដាក់ជីការដាក់ជីបងប្អូនមានជំរើសច្រើនរើសយកជីអីជីទៅប៉ុន្តែជាធម្មតាខ្ញុំដាក់15ហើយនឹងជីអូកានិកមាននេះថាម៉េចបងប្អូនអាហ្នឹងពាក្យបច្ចេកទេសហើយយើងថាជីធម្មជាតិគេជាប់បេអញ្ចឹងហ្មងហើយជីវាមានធម្មជាតិរបស់យើងវាមានអាចគោនេះអាចគោអាចក្បីហ្នឹងអាហ្នឹងគេហៅធម្មជាតិដល់ពេលអាធម្មជាតិមួយទៀតហ្នឹងគេហៅអូកានិកហ្នឹងគេយកទៅចូលរោងចក្រចំហុយអីណានៃគេលេខអីចុះឡើងខ្លាយជាជីកញ្ចប់មកកញ្ចប់7-8ម៉ឺនហ្នឹងអាហ្នឹងគេហៅអូកានិកអញ្ចឹងយើងដាក់អាអូកានិកហ្នឹងយើងដាក់3កន្លែងទៅកប់ទៅដល់ពេលអា15នេះនៅពេលដែលចេញត្រួយលើកទី2ពេចបន្តិចចាំយើងដាក់ហើយយើងដាក់ហ្នឹងតាមសយាបមេឃវាមកដាក់ប៉ុណ្ណឹងបែរជា2ក្តាប់ដៃទេកុំដាក់ច្រើនពេកវាធ្វើឲ្យប្រព័ន្ធរឹសវានឹងឆេះទៀតអញ្ចឹងយើងដាក់កុំឲ្យលើសុខចិត្តដាក់ញាប់ចុះមួយខែដាក់2ដងអីទៅហើយកលឹះមួយទៀតបងប្អូនអារឿងតរ៉េននេះក្នុងមួយឆ្នាំហោចណាស់ក៏អាលួយរឹស2ដងដែរគ្មានទេដែលអត់អាលួយរឹសបើមិនអាលួយទាំងអស់ក៏អាលួយមួយខាងដែរបើលួយមួយខាងអត់ដើរមានន័យថាវាអត់ចេញត្រួយចេញអីហើយអាលួយរឹសនេះបងប្អូនត្រូវចាំនៅពេលដែលវាអាលួយរឹសអំឡុងចេញត្រួយមួយទៅត្រួយមួយវាត្រូវការពេលវេលា45ថ្ងៃទៅ55ថ្ងៃបើសិនអំឡុងពេលហ្នឹងហើយវាអត់ចេញត្រួយហើយស្លឹងវាចាប់ដើមឆេះឬក៏វាឡើងរឹងមានន័យថាប្រព័ន្ធរឹសវាត្រូវបានខូចហើយអញ្ចឹងបងប្អូនធ្វើតាមដូចខ្ញុំធ្វើមិញលាយទៅត្រៃកូដេម៉ាចាក់ជាមួយថ្នាំបដោះរឹសនេះវាអត់សំខាន់ទៅលើដូចខ្ញុំមិញម្សៅឬក៏ទឹកទេគេផលិតចេញមកយើងទិញមកប៉ុន្តែបងប្អូនគួរតែរកគុណភាពផងក្នុងការធ្វើកសិកម្មបើអត់គុណភាពយើងចំណាយពេលច្រើនហើយអត់បានលទ្ធផលទេអញ្ចឹងយើងធ្វើបែបអញ្ចឹងហើយមួយទៀតការបាញ់ស្លឹកនៅពេលដែលតរ៉េនបងប្អូននេះចេញស្លឹកបែបអញ្ចឹងខ្ញុំព្យាបាលមកមួយខែហ្នឹងយើងបាញ់បានហើយពូវាបឺតស្រូបទៅបានហើយបាញ់ណាបងប្អូនជ្រើសយកអីក៏បានដែរប៉ុន្តែជាធម្មតាខ្ញុំបាញ់30-10លាយជាមួយឆ្នាំសត្វល្អិត30-10ហើយបាញ់
ជាបាស្លឹកវាខ្ញុំប្រើច្រើនតែឌីកូសេមទេឌីកូសេមហ្នឹងស្អីគេអាហ្នឹងគេហៅ data ហ្នឹងយួននោះយើងខ្មែរហ្នឹងហៅ data តាមគេដែរទៅនេះបងប្អូនធាតុសកម្មរបស់វាឌីកូសេម 80W ណាហ្នឹងឈ្មោះវាចំហើយតែយើងហៅ data អញ្ចឹងណាហ្នឹងហើយបន្តមកទៀតនេះបងប្អូនណា30 10 10នេះវាមិនមែនដាក់តែអានឹងទេអាថៃវាដាក់អញ្ចឹងប៉ុន្តែជួនកាលយួនវាដាក់33 11 11បាញ់បានដូចគ្នាហើយខ្លះទៅដាក់29 10 10យកមកដាក់ដូចគ្នាអានឹងដាក់តែមកលព្រាបាយយើងទេទឹក20លីត្រណាបងប្អូនបាញ់ដើម្បីឲ្យស្លឹកវាក្រាស់ហើយស្លឹកវាធំអានឹង30 10 10 33 11 11 29 10 10អីដាក់ត្រូវហើយជីបងប្អូនដាក់ជីឲ្យជីទៅប៉ុន្តែអំឡុងពេលវាបាច់ត្រួយបងប្អូនដាក់ជីនេះប្រសិទ្ធភាពខ្ពស់15 3ដើមដាក់នឹងទៅហើយកុំភ្លេចអូហ្គានិកអាជីដែលកញ្ចប់មកកញ្ចប់ 7 80000ហ្នឹងយើងយកមកកប់វាទៅប៉ុណ្ណឹងអីកន្លះគីឡូ7ខាំអីទៅកប់3មុំទៅបាញ់ទឹកឲ្យបានគ្រប់គ្រាន់ហើយដំណាក់កាលមួយទៀតបើសិនតែតរ៉េនបងប្អូននោះចាប់ដើមវាអាលួយស្បៃអាលើនេះមានន័យថាគល់វាលួយបងប្អូនអត់ត្រូវប្រើត្រៃកូដឺម៉ាទេបងប្អូនត្រូវប្រើនេះធាតុសកម្មរបស់វាមេតាឡាស៊ីលនេះបងប្អូនរមមេតាឡាស៊ីលសុទ្ធអានេះថាថ្នាំខ្ញុំព្យាបាលមុខកស៊ូខ្ញុំទេកស៊ូត្រូវទឹកភ្លៀងអីហ្នឹងបើខ្ញុំចង់ប្រាប់ថានេះអាមេតាឡាស៊ីលនេះធាតុសកម្មសុទ្ធហ្មងអត់មានលាយអីមេតាឡាស៊ីលសុទ្ធហើយដាក់ប្រភេទ M ទៀតអាហ្នឹងហើយលាបគល់លាបអីតែវាចេញមកអាលួយនេះវាអាលួយដើមវាចេញទឹកចេញអីហ្នឹងអាហ្នឹងជំងឺធ្ងន់ធ្ងរប៉ុន្តែបើបន្តិចតួចទៅអាលួយរឹសវាគាំងអត់ដើរអត់ចេញត្រួយបងប្អូនបាច់ទេទិញត្រៃកូរ៉ូម៉ាដាក់មកអូខេដូចគ្នានឹងចង់ប្រាប់ចឹងឥឡូវខ្ញុំធ្វើបង្ហាញដែលតរ៉េនខ្ញុំជាបាលទៅបានលទ្ធផលនៅក្នុងនឹងដាំតែ3 4ដើមទេនៅចកានោះបានខ្ញុំបានដាំច្រើនបងប្អូនឃើញទេដំណាក់កាលនេះមិនមែនរយៈពេល3ខែទេចូល5ខែបានចេញលទ្ធផលបានប៉ុណ្ណេះហើយមើលអាចុងខាងលើទូចមួយនោះវាចេញស្លឹកអត់ទាន់អស់ផងទំហំដើមវាកម្ពស់នោះស្លឹកអត់ទាន់ដល់ទេអាត្រួយលើនោះដោយសារអីពេលវាលួយរឹសទៅវាធ្វើឲ្យប្រព័ន្ធរឹសវាលែងដើរទៅគឺស្លឹកខូចមកហើយយើងព្យាបាលដំណាក់កាលអត់បានលឿនដូចចិត្តយើងទេហើយអាខាងនេះមានន័យថាម៉េចបងប្អូនវាពេលដែលខ្ញុំព្យាបាលដោយអាដើមខ្ញុំថតមិញចឹងវាចេញមកមុនគេស្លឹកនឹងចាស់ដល់តែ2ដងបានចេញមកនេះគ្រប់ទំហំជ្រុងជ្រោយទាំងអស់ហើយនឹងដាក់ជី15 ហើយនឹងអូហ្គានិកខ្ញុំនិយាយមិញហើយដាក់ទឹកឲ្យបានគ្រប់គ្រាន់គឺវាចេញបែបអញ្ចឹងហើយបាញ់30 10 10នឹងវាចេញមកស្លឹកធំអានេះទៅជាជំងឺទេបើសិនតែវាជាធម្មតាវាអត់ឈឺយើងប្រើ30 10 10ហើយនឹងថ្នាំបាញ់ហើយនឹងចាក់គល់ហ្នឹងគឺតរ៉េននឹងស្លឹកធំមែនតើស្លឹកធំហើយស្លឹកក្រាស់ទៀតអានេះចូលមកឆ្អាមដែរមកឆ្អាមស្ទើបើសិនតែវាជារហូតហើយយើងធ្វើបែបអញ្ចឹងហើយចាក់ទៀតត្រៃកូដឺម៉ាបងប្អូនចាក់កំណត់នៅពេលដែលតរ៉េននឹងចាប់ដើមចេញត្រួយបងប្អូនចាក់ប្រមាណដងក៏បានដែរមួយអាទិត្យម្ដង3ថ្ងៃម្ដងបងប្អូនចាក់3 4 ដងទៅតែចេញត្រួយបងប្អូនឈប់ចាក់ទៅមិនមែនតែចាក់តែរហូតទេព្រោះចាក់រហូតយើងក៏មិនមានលុយទិញដែរកសិករមិនដែលជាអ្នកមានទេបើអ្នកមានធ្វើតកែគេហើយអញ្ចឹងខ្ញុំគិតថាកុំឲ្យខ្ជះខ្ជាយលុយបងប្អូនគួរតែចាក់ត្រឹមមកចេញត្រួយមកបងប្អូនឈប់ចាក់ទៅហើយអំឡុងពេលដាក់ជីបងប្អូនត្រូវគិតបើដីបងប្អូននោះមានជាតិពុលឬក៏ដី pH មិនត្រូវនឹងតរ៉េនបងប្អូនដាក់ជីអត់ប្រយោជន៍ទេត្រូវធ្វើដីនឹងឲ្យវាសមស្របនឹងតរ៉េនត្រូវការសិន 5.5 មក 6.5 ហើយតរ៉េនធ្វើការ 5.5 6.5 ដរាបយើងដឹងបាន
នៅពេលដែលយើងមាននាឡិកា PX វាស់ដីហើយបើបងប្អូនមិនមានទិញឬក៏មិនមានលុយទិញបងប្អូនទិញតែកបោសមកបាច់ទៅក្នុងមួយឆ្នាំជាធម្មតាបងប្អូនត្រូវបាច់2ដងដើមរដូវចុងរដូវត្រូវបាច់កបោសពេលហ្នឹងដីបងប្អូនលែងមានជាតិពុលជាតិជូរជាតិប្រៃលើសហើយតរ៉េនឹងវាបឺតស្រួលបានហើយបងប្អូនដាក់ជីទៅនឹងយើងអត់នាឡិកាវាស់ហើយមួយទៀតការដាំដុះបងប្អូនត្រូវមានកតិចឈើត្រូវមានកាមត្រូវមានអាចគោអីលាយដើម្បីឲ្យដីនឹងវាធូរកាលណាយកដីធម្មតាមកដីនឹងវារឹងពេកវាចាក់ឫសអត់កើតវាធ្វើឲ្យប្រព័ន្ធឫសវាមិនងាយដើរអញ្ចឹងវាមិនងាយលូតលាស់ទេអញ្ចឹងបងប្អូនគួរតែដាក់ទៅកតិចឈើសម្រាមស្អីហ្នឹងហើយមួយទៀតអាចគោបងប្អូនខ្លះអាចគោដាក់អាចគោស្រស់អត់បានទេត្រូវរកអាចគោស្ងួតវាមានជាតិមេតានវាជូរវាប្រៃអញ្ចឹងប្រព័ន្ធឫសតរ៉េហ្នឹងត្រូវខ្លោចត្រូវខូចអញ្ចឹងបងប្អូនដាក់ស្ងួតទៅហើយមិនបាច់ខ្លាចដាក់ច្រើនពេកទៅដួងស៊ីអីមិនបាច់ទេបើសិនបងប្អូនចាប់អារម្មណ៍បែបអញ្ចឹងណាបងប្អូនទិញថ្នាំមកកញ្ចប់5-6ម៉ឺនយកមកបាចមកងាប់អស់លីងហើយដួងស្អីហ្នឹងពិបាកមានតែមួយទេបងប្អូនក្នុងការដាក់ជីគឺដីនឹងជូរផងប្រៃផងបើមិនជូរប្រៃជូរ5ចុះមកក្រោមមក4 3 2 1មកដល់ពេលអាប្រៃនោះវាឡើងទៅ7ជាង8ទៅអាហ្នឹងបាច់ដាក់ទេជីខ្ញុំចែកចម្លែកបទពិសោធន៍ប៉ុណ្ណឹងដែលឲ្យបងប្អូនធ្វើហើយការដាំដុះបងប្អូនត្រូវលើកជាទួលកុំដាំស្មើដីទោះបីដីបងប្អូនទួលក៏ដោយក៏ត្រូវលើកជាទួលដែរនេះជារឿងមួយដែលតរ៉េនត្រូវការពោះវាត្រូវការសើមឲ្យស្ងួតតែសើមជាំទឹកនៅឡោដាំមិនកើតទេប្រព័ន្ធឬអត់ដើរ 2-3 ឆ្នាំនៅដើមប៉ុនមីជើងហ្នឹងអញ្ចឹងគន្លឹះទាំងអស់ហ្នឹងខ្ញុំប្រាប់បងប្អូនឲ្យធ្វើទៅដើម្បីរីកចម្រើនគ្រួសារយើងនិងសង្គមជាតិរបស់យើងនេះជាការចែករំលែករបស់ខ្ញុំណាសូមអរគុណខាងនេះមួយទៀតណាដែលបងប្អូនបានទស្សនាជូនពរបងប្អូនឲ្យសុខភាពល្អធ្វើកិច្ចការឲ្យរីកចម្រើនសូមអរគុណ